សំលេងខ្លុយហូតប្រលឹងសេចក្តីស្នេហារបស់កំឡោះក្រមុំសម័យបច្ចុប្បន្ននេះក្តៅកគុកដូចជាភ្លើងហាក់បីដូចជាគ្មានអ្វីអាចពន្លត់បានយ៉ាងណាមិញសេចក្តីស្នេហារបស់កំឡោះក្រមុំនៅស្រុកស្រែក៏មិនចាញ់នៅទីក្រុងប៉ុន្មានដែរចង់ឃើញចង់ស្គាល់បងមកដល់ហើយអរព្រមត្រានត្រយមិនតាយដល់ណាទៀតនាយកំឡោះជាកូនរបស់កសិករក្រីក្រម្នាក់មានជីវភាពក្រខ្សត់លំបាកតាប់យ៉ាគ្មានដីស្រែជាកម្មសិទ្ធិផ្ទាល់ខ្លួនព្រោះឪពុកម្ដាយមិនបានរកទុកឲ្យនៅពេលឪពុកម្ដាយស្លាប់ទៅនាយសល់តែខ្លួនមួយស៊ីឈ្នួលធ្វើស្រែឲ្យគេផុតរដូវធ្វើស្រែក៏ស៊ីឈ្នួលជាកម្មករទោះបីជានាយជាកំឡោះរូបសង្ហាមានមុខមាត់ពេញទៅដោយមន្តស្នេហ៍ក៏ដោយតែនៅរកគូព្រេងមិនទាន់បាននៅឡើយមានរូបបងគឺមានដង្ហើមមានទាំងនាយគ្មានទ្រព្យសម្បត្តិអ្វីក្រៅពីខ្ទប់ដល់ទៅកំសត់មួយនៅឯចុងស្រែប៉ុណ្ណោះដែលសង់នៅលើដីអ្នកដតីទៀតផងទោះជាយ៉ាងនេះក៏ដោយក៏នាយនៅតែមានសេចក្តីស្នេហាមនុស្សយើងនៅលើលោកនេះសុទ្ធតែមានបេះដូងដូចគ្នាសុទ្ធតែជាប់មានសេចក្តីស្រឡាញ់សេចក្តីលោភលន់សេចក្តីក្រេបក្រោធដែលជារឿងធម្មតារបស់ធម្មជាតិដេកដីបាំងស្រីជានិច្ចបាទបាំងស្រីស្ពងបងគុំដោដៃនាយបានគ្រប់គ្រងបេះដូងក្រមុំម្នាក់ឈ្មោះដាត្រូវជាកូនស្រីរបស់មេអ្នកលេងម្នាក់ដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភឪពុកស្រឡាញ់កូនស្រីដូចកៅភ្នែកព្រោះនាងជាកូនតែមួយទើបមានការហួងហែងព្រួយបារម្ភយ៉ាងនេះមានកំឡោះស្រុកស្រែជាច្រើនអ្នកបានលួចស្រឡាញ់ដែរតែនាងមិនចាប់អារម្មណ៍នឹងអ្នកណាទាំងអស់ក្រៅពីនាយផុតរដូវធ្វើស្រែនាយកំឡោះមានពេលទំនេរច្រើនក៏ដេកច្រអេងនៅលើគ្រែក្នុងខ្ទមតែម្នាក់ឯងជួនពេលកំពុងអបសងស្រាប់តែលេចរូបរាងនាងដានៅចំពោះមុខនាយអាដាហេតុអ្វីក៏អូនមកបានពុកអូនគាត់មិនសង្ស័យទេឬចាស់បងអូនប្រាប់ថាអូនទៅលេងផ្ទះមិត្តភក្តិថ្ងៃនេះបងមិនផ្លុំខ្លុយទេឬបើមិនបានឮសំឡេងខ្លុយរបស់បងដែលហាក់បីដូចជាគ្មានកម្លាំងចិត្តយ៉ាងម៉េចទេនាយក៏យកខ្លុយមកផ្លុំឲ្យគូស្នេហ៍របស់ខ្លួនស្ដាប់នៅឯស្រុកភូមិនោះមានតែកំឡោះម្នាក់ឌីគុនដែលផ្លុំខ្លុយបានពីរោះធ្វើឲ្យអ្នកស្ដាប់មានអារម្មណ៍រីករាយខណៈដែលកំពុងអង្គុយផ្លុំខ្លុយនាងក្រមុំរូបស្រស់ក៏សរសេរខ្លួនចូលទៅក្នុងរងងដៃរបស់នាយកំឡោះនាយដាក់ខ្លុយចុះហើយក៏ចាប់ផ្ដើមស្ទាបអង្អែលកាយស្រីបងព្រេបនឹងមានចិនដោយពេជ្របំ
ភ្លេចរឿងចាំងអាត្រូវ នេះជាគ្រឿងមួយដែលគេទាំងពីរនាក់មានក្តីសុខបំផុតនាងដាស្លៀកពាក់រួចរាល់ហើយក៏ហក់ចូលទៅក្នុងរង្វង់ដៃនាយកំឡោះជាលើកទី2ខ្ញុំគិតថាខ្ញុំចង់ត្រឡប់ទៅផ្ទះវិញហើយបងព្រោះអូនមកយូរតិចលោពុកមានការសង្ស័យយើងរត់គេចទៅជាមួយគ្នាទៅអូនបងមិនអាចមានជីវិតរស់នៅដោយខ្វះអូនបានឡើយជាគូនឹងគ្នាហើយមើលចុះមកដេញឲ្យលើអូនកែដងដៃដាសេងគិតមួយសន្ទុះក៏ឆ្លើយយល់ព្រមគេទាំងពីរនាក់បានណាត់កន្លែងនិងវិចបង្វិចតាមគ្នានៅថ្ងៃខាងស្អែកយើងគិតរត់ទៅទីណាទៅបងយើងទៅទីណាដែលឆ្ងាយគ្មានអ្នកណាទៅដល់បើនឹកឃើញតែគុំសង្ស័យចាប់ដៃគ្នាសាងវាសនាសន្យារួចស្រីស្រស់ក៏ត្រឡប់ទៅផ្ទះវិញប៉ុន្តែគ្រោះអាសន្នរបស់នាងកំឡោះនិងនាងក្រមុំទាំងគូព្រោះពួកអានដែលជាឪពុករបស់នាងដាបានដឹងរឿងនេះហើយប្រកាសក្នុងចិត្តថាកូនក្រមុំរបស់ខ្លួនត្រៀមរត់តាមកំឡោះរូបនោះនៅពេលនេះផ្លុំខ្លុយធ្វើជាសញ្ញាហៅស្រីស្នេហ៍ឲ្យបង្កិចចេញពីផ្ទះដើម្បីនាំគ្នាចេញដំណើរស្រាប់តែលេចមុខមនុស្សមួយក្រុមចេញមកចោមវាយប្រហារដោយប្រាកបិតផងកាប់ផងចាក់ផងរហូតដល់នាយកំឡោះដួលស្លាប់នៅនឹងកន្លែងពួកគេអូសសាសពនាយទៅកប់ចោលនៅក្រោមដើមឈើដែលនាយធ្លាប់ចូលរងចាំស្រីស្នេហ៍នៅឯក្រៅរបងប្រទេសនោះទៅនាងដាខូចចិត្តពន់ពេករហូតដល់ថ្នាក់ចង់សម្លាប់ខ្លួនតាមគូស្នេហ៍ពួកអានជាឪពុកបានចាត់ឲ្យមនុស្សចាំមើលការខុសត្រូវយ៉ាងតឹងរ៉ឹងបំផុតចំពោះកូនស្រីខ្លួនពេលវេលាកន្លងផុតទៅបាន7ថ្ងៃស្រាប់តែមនុស្សនៅក្នុងផ្ទះឮសំឡេងខ្លុយដល់គ្រលួចស្រងេះស្រងោយប៉ុន្តែពួកគេរកអ្នកផ្លុំមិនឃើញទាល់តែសោះហើយសំឡេងខ្លុយនោះទៀតសោនលាន់ឮចេញពីរដាកប់ខ្មោចដែលនៅក្រោមដើមឈើនោះឯងលុះបានឮសំឡេងខ្លុយនៅពេលយប់អ្នកនៅក្នុងផ្ទះគ្រប់រូបគ្មាននរណាហ៊ានអើតក្បាលចេញទៅក្រៅឡើយព្រោះដឹងថាសំឡេងខ្លុយនេះគឺខ្មោចខ្លុំមិនមែនមនុស្សទេសំឡេងខ្លុយបានធ្វើឲ្យក្រមុំខកស្នេហ៍កាត់ទុកយ៉ាងខ្លាំងនាងដេកមិនលក់ប្រែខ្លួនចុះឡើងនៅក្នុងបន្ទប់តែម្នាក់ឯងចាប់ពីថ្ងៃនោះមកកូនក្រមុំពួកអានក៏ចាប់ផ្ដើមមានអាការៈមិនចង់មកករោគអ្នកណាទាល់តែសោះសូម្បីម្ហូបអាហារនំចំណីក៏មិនព្រមបរិភោគដែររាងកាយនាងកាន់តែទ្រុឌទ្រោមកាន់តែធ្ងន់ធ្ងរទៅធ្វើឲ្យពួកអានព្រួយបារម្ភនឹងនាងយ៉ាងខ្លាំងពូខិតខំដើររកពេទ្យគ្រប់ទីកន្លែងប៉ុន្តែអាការៈជំងឺរបស់នាងនៅតែមិនធូរស្រាលទាល់តែសោះពូអានសួរទៅគ្រូពេទ្យដែលអញ្ជើញមកពីទីក្រុងពិនិត្យមើលអាការៈកូនគាត់សូមសួរតាមត្រង់លោកគ្រូពេទ្យមើលទៅកូនស្រីខ្ញុំអាចមានផ្លូវកែឡើងវិញបានទេពេទ្យឆ្លើយថា
នាងក៏ជំងឺភ្លើចិត្តលោកគ្រូពេទ្យមិនបានឆ្លើយត្រូវសំណួរទេខ្ញុំសួរថាតើនាងអាចស្លាប់ទេសូមលោកគ្រូពេទ្យឆ្លើយមកមិនបាច់ក្រែងចិត្តទេលោកគ្រូពេទ្យក៏បានឆ្លើយតាមត្រង់រោគអ្វីៗអាចព្យាបាលបានតែរោគផ្លូវចិត្តនេះពិបាកព្យាបាលណាស់លោកពីព្រោះថាអ្នកផងគេមិនព្រមជួយខ្លួនឯងផងប្រសិនជាគេព្រមបំបត្តិនិងបំភ្លេចអតីតកាលគឺអាការៈនឹងធូរស្រាលឡើងវិញជាធម្មតារូបខ្ញុំផ្ទាល់តលប្រញ្ញាហើយនៅពេលនេះដាដេកចាំសេចក្តីស្លាប់សំលេងខ្លុយបានបាត់ទៅវិញ 3-4 យប់ហើយប៉ុន្តែ 3-4 យប់ដាកន្លងមកនេះដាមានអាការៈត្រឹកត្រោមគួរឲ្យភ័យខ្លាចរហូតដល់យប់មួយនោះអាកាសធាតុត្រជាក់ជាងរាល់យប់ក្រោមផ្ទះមានបង្កាត់ភ្លើងដើម្បីការពារមូសនិងអាកាសធាតុផងសំលេងឆ្កែនៅក្នុងភូមិលូប្រណាំងគ្នាពូអាននិងប្រពន្ធព្រមទាំងញាតិមិត្តមកអង្គុយលេងនៅរបងផ្ទះពួកគេនិយាយសំណេះសំណាលគ្នាពីសភាពជំងឺរបស់តាដោយក្តីព្រួយបារម្ភរំពេចនោះញាតិម្នាក់របស់ពូអានក៏ស្រែកឡើងមើលនោះអ្នកដាដើរចេញមកក្រៅបន្ទប់សំលេងខ្លុយស្រាប់តែលឺឡើងម្ដងទៀតយ៉ាងក្រលួចហ្វូងឆ្កែនាំគ្នាលូទទួលសំលេងខ្លុយពួកអានក៏ស្រែកចាប់ខ្លួននាងដាឲ្យជាប់កុំឲ្យវាចុះមកក្រោមផ្ទះនាងដាដើរដល់ក្បាលជណ្ដើរញាតិម្នាក់បានស្រវាចាប់ខ្លួននាងតែត្រឡប់ទៅជាចាប់ខ្យល់ទៅវិញដាចុះដល់ដីទៅហើយនឹងកំពុងតែដើរតម្រង់ទៅកាន់ទ្វាររបងដើម្បីចេញទៅក្រៅពួកអានស្រែករន់លំពងឡើងព្រមទាំងខំរត់យ៉ាងលឿនតាមកូនស្រីរហូតតតែតាន់ពូបានចាប់ស្រវាខ្លួននាងត្រឡប់ទៅជាចាប់ខ្យល់វិញប្រពន្ធពូអាននឹងញាតិជាច្រើនអ្នកទៀតនាំគ្នារត់តាមនាងសំលេងខ្លុយលាន់លឺកាន់តែខ្លាំងឡើងនាងដាដើរកាន់តែចិត្តដល់រណ្ដៅកប់ខ្មោចនៅក្រោមដើមឈើនោះហើយគ្រប់គ្នារត់ទៅចាប់ទិញនាងតលតែជ្រុលខ្លួនទៅកិច្ចក្បាលគ្នារំពេចនោះនាងដាកូនក្រមុំពូអានក៏រលាយបាត់ស្រមោលនៅក្រោមដើមឈើនោះទៅព្រមគ្នានោះសំលេងខ្លុយក៏រលត់បាត់ទៅដែរពូអាននាំប្រពន្ធនឹងញាតិដើរត្រឡប់មកផ្ទះវិញដោយមិនយល់ថាគាត់មានរឿងអ្វីទាល់តែសោះនៅពេលបាក់ទ្វារបន្ទប់នាងដាទើបគ្រប់គ្នាដឹងថារូបកាយដ៏ស្គមកំប្រឹងរបស់នាងដែលដេកស្ដុកស្ដម្ភនោះបានដាច់ខ្យល់បាត់ទៅហើយ